ប្រិមត្តសកជនលោកដូណាល់ត្រាំគម្រាមធ្ងន់ថារងនឹងរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរជាងវេណេស៊ុយអេឡាទៅទៀតក្រោយកងនាវាចម្បាំងដ៏ធំសម្បើមរបស់សហរដ្ឋអាមេរិករួមទាំងនាវាយក្សផ្ទុកយន្តហោះចម្បាំង USS Abraham Lincoln បានទៅដល់តំបន់មជ្ឈមបូព៌ាប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានគម្រាមធ្ងន់ថាអ៊ីរ៉ង់នឹងរងការវាយប្រហារធ្ងន់ជាងវេណេស៊ុយអេឡាទៅទៀតនេះបើយោងតាមការចុះផ្សាយរបស់ Big News Network នៅថ្ងៃអង្គារទី27ខែមករាឆ្នាំ2026នេះគួររំលឹកថានៅយប់ថ្ងៃសុក្ររំលងអត្រាឈានចូលថ្ងៃសៅរ៍ទី3ខែមករាឆ្នាំ2026សហរដ្ឋអាមេរិកបានបើកប្រតិបត្តិការយោធា Operation Absolute Reserve ដោយប្រើកងកម្លាំងពិសេស Delta Force វាយប្រហារទៅលើវេណេស៊ុយអេឡាលោក Nicolas Maduro និងភេរីក្រោយពីរៀបចំផែនការយ៉ាងល្អិតល្អន់អស់រយៈពេលជាច្រើនខែជាការពិតណាស់មុនប្រតិបត្តិការពិសេសខាងលើសហរដ្ឋអាមេរិកបានប្រើប្រាស់កងនាវាជើងទឹកដែលក្នុងនោះមាននាវាយក្សផ្ទុកយន្តហោះចម្បាំងដូចជា USS George Washington ឬ USS Abraham Lincoln ជាមូលដ្ឋានទ័ពអាកាសចល័តសម្រាប់យន្តហោះចម្បាំងរួមមាន F-35 ជាដើមហើយមានទាំងនាវាពិឃាតបំពាក់មីស៊ីល Tomahawk សម្រាប់វាយប្រហារកំទេចប្រព័ន្ធការពារអាកាសនិងទីបញ្ជាការដ្ឋានរបស់វេណេស៊ុយអេឡាពីចម្ងាយជាដើមដើម្បីធ្វើការឡោមព័ទ្ធនៅសមុទ្រ Caribbean Sea និងដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរហើយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Axios កាលពីថ្ងៃច័ន្ទទី26ខែមករាលោកដូណាល់ត្រាំបានបញ្ជាក់យ៉ាងច្បាស់ថាយើងមានកងនាវាដ៏ធំសម្បើមមួយនៅក្បែរប្រទេសអ៊ីរ៉ង់វាធំជាងកងនាវាវេណេស៊ុយអេឡាទៅទៀតយ៉ាងណាទីក្រុងតេហិរ៉ង់ពិតជាចង់ចរចាលើកិច្ចព្រមព្រៀងមួយពួកគេបានទូរស័ព្ទជាច្រើនលើកច្រើនសារពួកគេចង់និយាយគ្នាទោះជាលោកដូណាល់ត្រាំមិនបញ្ជាក់ពីកម្លាំងពិតនៃកងនាវានោះប៉ុន្តែកាលពីសប្តាហ៍មុនទីក្រុង Washington បានប្រកាសពីការបញ្ជូននាវាផ្ទុកយន្តហោះ USS Abraham Lincoln និងក្រុមនាវាប្រយុទ្ធអមដំណើររបស់ខ្លួនដែលរួមមាននាវាពិឃាតបាញ់មីស៊ីលនាំផ្លូវចំនួន2គ្រឿងគឺ USS Prudence និង USS Michael Murphy ផងនោះទៅកាន់តំបន់មជ្ឈមបូព៌ាក្រុមនេះធ្វើដំណើរឆ្លងកាត់សមុទ្រម៉ាឡាកាឆ្ពោះទៅកាន់តំបន់ទទួលខុសត្រូវរបស់ទីបញ្ជាការកណ្ដាលអាមេរិកលើពីនេះសហរដ្ឋអាមេរិកក៏បានបញ្ជូនយន្តហោះចម្បាំង F-15 យ៉ាងតិច12គ្រឿងបន្ថែមទៀតរួមជាមួយយន្តហោះចាក់ប្រេងលើអាកាសនៅមូលដ្ឋានទ័ពអាកាស Muwafaq Salti ក្នុងប្រទេស Jordani ផងដែរដែលសញ្ញាទាំងអស់នេះបានធ្វើឲ្យសភាពការកាន់តែក្តៅគគុកហើយមានការវិភាគជាច្រើនបង្ហាញថាមិនយូរទេសហរដ្ឋអាមេរិកនឹងវាយប្រហារប្រទេសអ៊ីរ៉ង់ជាមិនខានឡើយខ្ញុំមុនីវ័នពី RT News